បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលប្រើប្រាស់នៅម៉ូតូ Honda Scoop 2ណាបាទអញ្ចឹងចាប់ពីស៊េរីឆ្នាំ2021រហូតមកដល់2025បាទអញ្ចឹងថ្ងៃនេះខ្ញុំណែនាំបន្តិចពីរបៀបនៃការសេរីម៉ោងបាទអញ្ចឹងទី1យើងចុច Smart Key មួយដើម្បីឲ្យវាដំណើរការមកយើងបើកសោបាទអញ្ចឹងនេះវាលោតមកមានវាដាក់ពាក្យថា trip អញ្ចឹងយើងចុចប៊ូតុងខ្មៅនេះឲ្យទៅជាឲ្យទៅចេញជាគីឡូ total ណាបាទនេះចេញជាគីឡូ total បន្តមកទៀតយើងសង្កត់ប៊ូតុងខ្មៅឲ្យជាប់បាទណាវានឹងលោតជាម៉ោងអញ្ចឹងបើយើងចង់សេរីម៉ោងឧទាហរណ៍ថាឥឡូវម៉ោង4យើងគ្រាន់តែឧទាហរណ៍ណាអញ្ចឹងយើងចុច1 2ម៉ោង4បាទអញ្ចឹងបន្តមកទៀតយើងសេរីម៉ោងត្រូវហើយយើងបន្តមកទៀតយើងកំណត់ជានាទីចុចប៊ូតុងខ្មៅនឹងដដែលឲ្យជាប់ដូចជានាទីអញ្ចឹងយើងចុចសេរីនាទីតាមដែលនាទីដែលយើងចង់កំណត់នឹងមកយើងចង់ដាក់ប្រមាណនាទីឲ្យត្រូវជាមួយនឹងម៉ោងស្គាល់មកបាទអញ្ចឹងរួចរាល់បន្តមកទៀតពេលដែលយើងគិតថាត្រូវត្រឹមត្រូវអស់ហើយជាមួយនឹងម៉ោងជាមួយនឹងនាទីអញ្ចឹងយើងវិធីសាស្ត្រមាន2ចុចប៊ូតុងនេះឲ្យជាប់ក៏បានឬក៏យើងអាចបិទ Smart Key នេះក៏បានដែរពេលដែលយើងសេរីត្រូវហើយយើងអាចបិទមកយើងបើកមកវិញមកម៉ោងនឹងជាប់ direct វិញណាបាទនេះឃើញទេវាជាប់ហើយបាទអរគុណសម្រាប់ពុកម៉ែបងប្អូនយើងដែលប្រើប្រាស់នៅម៉ូតូ Honda Scoop 2ស៊េរីថ្មីយើងទាំងអស់គ្នាណាអរគុណ